ខ្ញុំនៅបងប្អូនតើគ្នាមកទស្សនាសារមន្ទីរទីតានិកនៅឯរដ្ឋមីសូរីសហរដ្ឋអាមេរិកសារមន្ទីរហ្នឹងគឺមានកន្លែងគួរឲ្យខ្លាចមួយគឺកន្លែងគេផ្ទុកទឹកហើយនឹងបញ្ចេញវាមកធ្វើឲ្យយើងមានអារម្មណ៍ថាដូចយើងនៅក្នុងកប៉ាល់ទីតានិកដែលកំពុងលិចមែនតើចឹងហើយសារមន្ទីរហ្នឹងគឺមានរបស់គួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជារបស់ដែលអ្នកដែលគាត់ធ្វើដំណើរហ្នឹងស្រាប់ទៅហ្នឹងគាត់បានបន្សល់ទុកអីសម្រាប់តម្លៃសម្បត្តិចូលវិញមនុស្សធំ$40ក្មេងៗក្រោម5ឆ្នាំ$20គឺថាតម្លៃប៉ុណ្នេះវាអត់ថ្លៃណាបងប្អូនគ្នាព្រោះអីវាស្អាតខ្លាំងហើយវាមានកន្លែងលេងច្រើនឲ្យអ្នកគ្នាទទួលបានអារម្មណ៍ដូចអ្នកគ្នាកំពុងនៅក្នុងកប៉ាល់ដែលកំពុងលិចម្យ៉ាងវិញទៀតគឺគេឲ្យភ្ញៀវទេសចរហ្នឹងលោកដែរចូលក្នុងថុកទឹកមួយដែលមានសីតុណ្ហភាពដូចនឹងពេលដែលកប៉ាល់ទីតានិកកំពុងតែទេសចរដាក់ដៃក្នុងនឹងបានតែ10សកង់អីគឺគេដកដៃចេញហើយព្រោះអីវាត្រជាក់ខ្លាំងមែនតើព្រោះនៅយប់ដែលទីតានិកបានលិចហ្នឹងគឺទឹកនឹងវាត្រជាក់ខ្លាំងដែលអាចសម្លាប់មនុស្សអស់ច្រើនអ្នកមែនតើក្នុងរយៈពេលត្រឹមតែ25នាទីបងអូនដែល fan រឿងទីតានិកក៏កុំភ្លេចមកទស្សនាកប៉ាល់ទីតានិកនៅឯរដ្ឋមីសេរ៉ូសហរដ្ឋអាមេរិកតម្លៃសម្បត្តិត្រឹមតែ$40ទេបងអូនជាមានប្រពន្ធចូលចិត្តមើលរឿងទីតានិកហើយគាត់ខឹងអីតែងសម្បត្តិយន្តហោះកក់មកលេងទីតានិក Museum មកបងអូនដឹងគាត់បាត់ខឹងមក